សូមស្វាគមន៍មកកាន់ក្រុមហ៊ុន Sit and Fit ដែលជាក្រុមហ៊ុនបត់សម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group សក្តានុពលកសិកម្មរបស់កម្ពុជាគឺធំធេងណាស់ហើយក្រុមហ៊ុន Sit and Fit កំពុងផ្ដល់នូវដំណោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីផ្លាស់ប្ដូរការធ្វើកសិកម្មពីបែបបុរាណទៅជាកសិកម្មទំនើបសម្រាប់ការនាំចេញ Cambodia is still emerging market. So we have 17 million population here, and one of the កម្ពុជានៅតែជាទីផ្សារមួយដ៏មានសក្តានុពលយើងមានប្រជាជនប្រមាណ17លាននាក់នៅទីនេះហើយវិស័យចម្បងមួយគឺវិស័យកសិកម្មយើងមើលឃើញវិស័យនេះមានសក្តានុពលដ៏ធំធេងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចយើងផ្ដោតលើការកសាងសមត្ថភាពដើម្បីគាំទ្រដល់កសិករយើងផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យានិងនាំយកនវានុវត្តន៍ពីបណ្ដាប្រទេសនានាមកអនុវត្តនៅទីនេះដើម្បីបង្កើនភាពប្រកួតប្រជែងរបស់យើងផងដែរour competitiveness and our own focus. ការផ្លាស់ប្ដូរនេះចាប់ផ្ដើមជាមួយនឹងភាពជាដៃគូផ្ដាច់មុខរបស់យើងដែលនាំមកនូវគ្រឿងយន្តកសិកម្មទំនើបលំដាប់ថ្នាក់ពិភពលោកមកជួយដល់ស្រែចម្ការរបស់ប្រជាកសិករប ច្ចុប្បន្ននេះយើងផ្ដាច់មុខផលិតផលមកពីប្រជាពលរដ្ឋចិនគឺ Zoom Lion នេះបាទគឺមាន tractor ព្យួរ tractor វាយដីមានថាវាជាប្រភេទកង់ចង្វាក់ rotary គឺសម្រាប់វាយដីយើង laser គៀដីម៉ាស៊ីនស្ទូងបើពេលម៉ាស៊ីនស្ទូងយើងមានdrone បាញ់ថ្នាំដាក់សត្វល្អិតបាញ់ថ្នាំទៅបំពន់ស្រូវហើយនឹងច្រូតបន្ទាប់ពីច្រូតហើយយើងមានសេវាកម្មសម្ងួតមានម៉ាស៊ីនសម្ងួតដែលយើងអាចសម្ងួតបានពី15តោនរហូតដល់រាប់រយតោនក្រុមហ៊ុន Sit and Fit ផ្ដល់ការធានាលើការវិនិយោគរបស់លោកអ្នកយើងផ្ដល់ការធានាលើការប្រើប្រាស់រយៈពេលវែងរួមជាមួយនឹងក្រុមអ្នកជំនាញបច្ចេកទេសនៅទូទាំងប្រទេសដើម្បីជួយដល់លោកអ្នកក្នុងនាមខ្ញុំជាខាងអ្នកបច្ចេកទេសគឺយើងផ្ដល់នៅសេវាកម្មជូនដល់អតិថិជនគ្រប់24ខេត្តក្រុងទៅលើសេវាកម្មខាងផ្នែកជួសជុលនិងធានានៅលើការខាង maintenance គឺយើងផ្ដល់ជូននៅការធានារ៉ាប់រងរយៈពេល2ឆ្នាំជូនអតិថិជនវិញបងប្អូនជ្រើសរើសយកផលិតផល Zoom Lion របស់យើងខ្ញុំដោយសហការជាមួយនឹង Sit and Fit យើងនឹងផ្ដល់សេវាកម្មជូនបងប្អូនដោយមានការទទួលខុសត្រូវនិងប្រកបដោយទំនុកចិត្តការបដិញ្ញាចិត្តរបស់យើងទៅលើគុណភាពនិងទំនុកចិត្តបានស្ដែងចេញជាលទ្ធផលជាក់ស្ដែងប្រចាំថ្ងៃសម្រាប់ប្រតិបត្តិការដែលពឹងផ្អែកលើគ្រឿងយន្តរបស់យើងបាទជាពីផ្សេងតែខ្ញុំមកប្រើសូមឡាននេះខ្ញុំអាចចូលបានច្រើនជាងសិនមុនទៀតដូច្នេះហើយខ្ញុំក៏យកតម្លៃកសិករក៏ធូរជាងមុនដែរក្រុមហ៊ុន Sit and Fit គឺជាដៃគូរបស់អ្នកសម្រាប់ទិន្នផលខ្ពស់ថ្លៃដើមទាបនិងអនាគតកសិកម្មប្រកបដោយនិរន្តរភាព